ត្រីអូណាថាសុខាបានចាក់ឬរឹងមាំទោះបីតែមានឧបសគ្គយ៉ាងណាខ្ជាប់ខ្ជួបខួចយ៉ាងណាសុខានៅរឹងមាំបាទចាក់គ្រឹះរួចហើយនឹងសំខាន់បាទភ្ញៀវខ្លះណាក៏គេចាក់លោតតាមលោតទៅអ្វីដែលអវិជ្ជមានចេញមកក៏លោតផ្លប់ក៏សុំប្រឡែងខេបិទចោលតាមកណ្ដាលទីបាទនេះជាជំរឿនរបស់គាត់ទេយើងក៏គ្មានសិទ្ធិអីបង្ខំឬបញ្ជាទេប៉ុន្តែយើងចូលរួមសោកស្ដាយបាទគាត់ចូលគណៈការទី2ទី3ហើយគាត់បោះបង់ចុងក្រោយដោយសារគាត់ខូចអារម្មណ៍ឬបាក់ទឹកចិត្តបាទបាត់បង់ការសេចក្តីសង្ឃឹមណាមួយបាទព្រោះយើងចូលរួមបានមួយផ្នែកទេបាទយើងមិនអាចដោះស្រាយឬលើកទឹកចិត្តគាត់360ដឺក្រេអញ្ចឹងអ្វីដែលគាត់ត្រូវការចូលរួម